កាលហ្នឹងខ្ញុំដូចគិតមិនថាវាខ្ញុំគិតថាវាស្រួលរលុយជំសួរអ្នកគ្នាស្វាគមន៍មកកាន់ Gora Podcast ដែល Podcast នេះគឺជា Podcast ទី1ដែលពួកយើងនិយាយតទៅមួយប្រធានបទនៃការជ្រើសរើសជំនាញក្នុងការសិក្សាអញ្ចឹងឥឡូវហ្នឹងគឺយើងមាន special guest របស់យើង2នាក់នៅក្នុងការនិយាយតើធ្វើយ៉ាងណាដើម្បីជ្រើសរើសជំនាញត្រូវតើហេតុអ្វីបានជាពួកគាត់ជ្រើសរើសជំនាញហ្នឹងតើហាក់ពួកគាត់បានធ្វើជំនាញលើវិស័យពួកគាត់រៀនដែរអត់ទេហើយតើគួរធ្វើយ៉ាងណាដើម្បីជ្រើសរើសជំនាញមួយដែលត្រូវហើយក៏ដូចជាមានទីផ្សារនៅក្នុងប្រទេសយើងផងដែរអញ្ចឹងស្វាគមន៍មកកាន់ពួកគាត់ទាំងអស់គ្នាអូខេសួស្តីម្ដងទៀតអ្នកនរគ្នាខ្ញុំឈ្មោះ Boren ហើយខ្ញុំរៀនការរៀនខាងជំនាញ design ប៉ុន្តែឥឡូវការងារមិនមែនធ្វើខាង design ទេអញ្ចឹងចាំមើលតិចទៀតយើងនិយាយគ្នាជួបគាត់ម្នាក់ដែរបាទជម្រាបសួរអ្នកនរគ្នាខ្ញុំតិតកោហ្នឹងហើយខ្ញុំបច្ចុប្បន្នខ្ញុំធ្វើការខាង graphic design ខ្ញុំរៀនខាង design ដែរអូខេអញ្ចឹងមានន័យថាម្នាក់គាត់រៀន design បានទៅធ្វើ design អញ្ចឹងម្នាក់ទៀតរៀន design តែបានទៅធ្វើ design ឯងអញ្ចឹងវាខុសវិស័យអូខេអញ្ចឹងខ្ញុំចង់សួរទៅកាន់សួរទៅគោមុនចុះតើហេតុអីបានជាគោអញជ្រើសរើសជំនាញ design ហ្នឹងគិតមិនបានចង់ធ្វើអាហ្នឹងហេតុតើកតាយដែលជំរុញឲ្យចង់រៀនអាជំនាញមួយហ្នឹងបាទមូលហេតុដែលខ្ញុំជ្រើសរើសជំនាញនៃចូលសាកលវិទ្យាល័យហ្នឹងគឺខ្ញុំទី1ហ្នឹងគឺខ្ញុំគិតថាចង់ចូលខាងគ្រូបង្រៀនហ្នឹងជំនាញទី1ដែលខ្ញុំស្រឡាញ់ណាគ្រូបង្រៀនទី2ខ្ញុំចង់រៀនខាងកសិកម្មហ្នឹងគឺខ្ញុំស្រឡាញ់ខ្ញុំថាលក្ខណៈថាពេលយើងរៀនចប់ទៅយើងចូលទៅបន្តទៅបញ្ញាបត្រហ្នឹងហើយយើងទៅដាំដើមឈើផ្សេងហ្នឹងហ្នឹងដល់ពេលជំនាញចុងក្រោយគឺ graphic design ហ្នឹងហើយដល់ពេលគាត់ចុះគាត់ឡើងក៏សម្រាប់ចិត្តថារៀនខាង graphic design ក៏ភាសាមួយម៉ែពុកសួរគាត់អីអញ្ចឹងផ្សេងអញ្ចឹងគឺខ្ញុំសម្រេចចិត្តថាចាប់យកខាងជំនាញ graphic design ហ្មងអញ្ចឹងសូមកាត់តិចហេតុអីបានជាគ្រូបោះចោលគ្រូនិងកសិកម្មមូលហេតុដែលខ្ញុំបោះចោលហ្នឹងគឺដោយសារតែខ្ញុំគិតថាជំនាញខាង graphic design បច្ចុប្បន្នវាទូលំទូលាយហើយលក្ខណៈថាកាលហ្នឹងខ្ញុំដូចគិតមិនថាវាខ្ញុំគិតថាវាស្រួលរលុយតែចាក់ស្ដែងបាទចាក់ស្ដែងអត់ដូចចឹងណា design poster មួយគឺដឹងស្រាប់ហើយគឺកែរហូតត្រើតនិយាយរួមគឺកែ poster មួយមុននឹងផុសឲ្យលក្ខណៈថា client គាត់មើលក៏ដូចជាផុសឲ្យអតិថិជនមើលហ្នឹងគឺយើងត្រូវការឆ្លងកាត់មេឆ្លងកាត់អីផ្សេងៗហ្នឹងកែពី4ដងដែរហ្នឹងតាមបានចេញមក poster ស្អាតអញ្ចឹងដល់ពេលទី2ហ្នឹងគឺកសិកម្មដែលសារខ្ញុំមកជ្រើសរើសព្រោះខ្ញុំគិតថាបើសិនជារៀនខាងកសិកម្មទៅគឺល្អដែរប៉ុន្តែលក្ខណៈថាយើងកសិកម្មស្រេចអញ្ចឹងយើងមកចាប់ទេយើងចាប់វាផ្សេងទៅបើសិនយើងមានលទ្ធភាពលក្ខណៈថាមានទុនធានក្របបើទៅយើងអាចទៅដាំដុះពេលយើងចាស់ទៅឬមួយក៏ពេលយើងមានគ្រួសារទៅយើងអាចមានលទ្ធភាពទៅយើងអាចធ្វើដោយខ្លួនឯងបានហើយរៀនពីគេអីទួចហ្នឹងវគ្គខ្លីៗអូខេយល់នេះតាមកំណត់របស់ខ្ញុំទៅណាអូខេឥឡូវយើងសួរខាងនេះម្ដងតែអញ្ចឹងហេតុអីបានជាគាត់ជ្រើសរៀនជំនាញ design តែឥឡូវគាត់ធ្វើអីគេជួបគាត់ទាំងអស់គ្នាសម្រាប់ខ្ញុំdesign ហ្នឹងគឺរើសដោយនិយាយទៅបើសម្រាប់ខ្ញុំdesign ហ្នឹងគឺពេលហ្នឹងគឺរើសដោយអត់បានព្រៀងទុកបណ្ដោយនឹកឃើញចូល design គឺចូលមកអូខេហើយបើសួរថាថៃបានចូលពេលហ្នឹងនេះស្រៀងបង្គោលដែរអូខេតែពេលហ្នឹងគិតថា design ស្រួលរលុយ design មានទីផ្សារហើយណាមួយយើងវាអត់សូវមានអ្នកប្រឹក្សាយោបល់អីផងពេលហ្នឹងគាត់ណាគិតសម័យចាប់ជំនាញទៅមើលទៅកិច្ចគណិតវិទ្យាអីស្អីគេហើយខេតណានៅដូចគ្នាខ្ញុំសើគ្រឿងជាតិហ្នឹងនិយាយថាគណិតជំនាញផ្សេងៗពេលហ្នឹងគេពាក់ព័ន្ធមួយគណិតវិទ្យាគេរៀនពីគណិតវិទ្យាអីហ្នឹងតែខ្លួនឯងវាអត់ចូលចិត្តគណិតវិទ្យាតែវិញតាមមកអញ្ចឹងគិតថារៀន design ហ្នឹងផុតគណិតវិទ្យាមានណាដល់ចូល design ទៅវាមិនគណិតវិទ្យាប៉ុន្តែវា stress យ៉ាងគណិតវិទ្យាប៉ុន្តែយ៉ាងណាជាជំនាញមួយដែលយើងរើសហើយយើងត្រូវប្រឹងពេលហ្នឹងគឺខំរៀនដែរប៉ុន្តែដល់ពេលក្រោយមកក៏អត់បានធ្វើជំនាញហ្នឹងហើយទៅធ្វើការងារផ្សេងហ
ហើយជាមួយនឹងការងារផ្សេងហ្នឹងក៏វាពាក់ព័ន្ធមួយ design ដែរហើយដោយសារយើងបានទុនមូលដ្ឋានចេញពី design ហ្នឹងទៅស្រាប់អញ្ចឹងយើងធ្វើការងារដែលយើងធ្វើរាល់ថ្ងៃហ្នឹងបានហើយវាក៏កើតទៅជាជំនាញយើងមួយដែរអញ្ចឹងនិយាយសរុបមកវិញគឺជំនាញខ្ញុំរាល់ថ្ងៃហ្នឹងមិនមែនជាជំនាញដែលត្រូវមួយទេពកោសលឬក៏ស្រឡាញ់តាំងពីតូចអីទេគឺជាជំនាញដែលទៅមកកើតក្រោយឯងដែលកើតចេញពីជំនាញមួយដែលយើងអត់ដែលស្គាល់អត់ដែលដឹងរហូតដល់យើងធ្វើវាយូរវាខ្លាយទៅជា skill របស់យើងដែរណាហ្នឹងអាហ្នឹងរឿងសម្រាប់ខ្ញុំអញ្ចឹងសូម អូខេអរគុណអញ្ចឹងអីជួបសួរមកកណ្ដាវិញព្រោះលេងជំនាញសួរគេឥឡូវនិយាយពីខ្លួនឯងហ្នឹងមិនដែររងថ្ងៃរៀនជំនាញអីធ្វើអីរងថ្ងៃអូខេសួស្តីអ្នកនរគ្នាម្ដងទៀតនិយាយទៅខ្ញុំមករាការរៀនហ្នឹងគឺដំបូងឡើយខ្ញុំមានជំនាញពីរខ្ញុំជ្រើសចង់រៀនទី1ខ្ញុំចង់រៀនអង់គ្លេសទី2ខ្ញុំចង់រៀន marketing ស្រាប់តែពេលខ្ញុំទៅចុះឈ្មោះខ្ញុំអត់ដឹងគិតមិនទេខ្ញុំទៅចុះឈ្មោះអង់គ្លេសតែដល់ពេលរៀនអង់គ្លេសបានមួយទឹកខ្ញុំគិតថាអង់គ្លេសមិនចាំរៀនសកលក៏បានដែរខ្ញុំក៏ switch ទៅ marketing វិញអញ្ចឹងមានថាវាញ៉ៃដែរតែដល់ពេលរៀនមកក៏ខ្ញុំចូលចិត្តជំនាញដែរចូលចិត្តនិយាយចូលចិត្តអីលក្ខណៈថាជំនាញតំណងអីចឹងណាហើយបន្ទាប់មកឥឡូវហ្នឹងគឺខ្ញុំធ្វើការជា sale អញ្ចឹងវាមិនតាក់ទងមួយ marketing ប្រហែលទេប៉ុន្តែក៏វា link គ្នាដែរយ៉ាអូខេមានតែប៉ុណ្្នឹងអញ្ចឹងគិតទៅគ្នាយើងគឺថារើសជំនាញម្នាក់មិនមែនជាក្តីសម័យពីតូចមកឲ្យដូចគេប៉ុណ្ណាគិតទៅចាប់ផ្ដើមចូលដល់សកលចាប់ផ្ដើមរើសជំនាញគឺសម័យភ្លាមចាក់ភ្លាមហើយដល់អនាគតអត់ដឹងថាទៅណាទេគេថាទៅណាទៅនងទៅសំខាន់គឺឡើងទុកសិនអញ្ចឹងហើយបានជាខ្ញុំធ្វើវីដេអូហ្នឹងដើម្បីកុំឲ្យអ្នកទាំងគ្នាដើរដូចពួកខ្ញុំអញ្ចឹងដោយសារវាញ៉ៃវាបើសិនជាយើងដើរត្រូវវាអាចវិញគោលដៅ stress អញ្ចឹងខ្ញុំសូមអ្នកទាំងពីរឲ្យទៅ suggestion ទៅដល់បងប្អូនដែរតើពួកគាត់មុននឹងរៀនទី12នោះតើគាត់គួរសម្រេចចិត្តមិនឲ្យគាត់ជ្រើសរើសមិនមានវិធីសាស្ត្រឲ្យអត់ដើម្បីពួកគាត់ងាយស្រួលសម្រេចចិត្តហើយពេលដល់ឡើងមកគាត់ដឹងទៅរៀនជំនាញហ្នឹងហើយទៅហ្មងកុំឲ្យវាញ៉ៃដូចពួកយើងអញ្ចឹងណាអូខេឥឡូវខ្ញុំសូមទៅខាងកោមុនចុះអូខេហ្នឹងហើយបើសិនតែយើងមុននឹងចូលសាកលវិទ្យាល័យយើងត្រូវជ្រើសរើសជំនាញដែលយើងស្រឡាញ់កាលណាតែយើងស្រឡាញ់ហើយយើងអាចធ្វើការជំនាញដែលយើងស្រឡាញ់បានយូរបើសិនតែយើងអត់ស្រឡាញ់ទេយើងពិបាកក្នុងការលក្ខណៈថាធ្វើត្រូវពួកគាត់ត្រូវត្រៀមខ្លួនទី1ទៅស្វែងយល់ពីខ្លួនឯងសិនស្វែងយល់ពីខ្លួនឯងមិនចាប់ជំនាញតាមមិត្តភក្តិណាមិនមែនចាប់ជំនាញដូចពួកខ្ញុំភ្លាមហើយផ្លែតទៅណាអត់ទេគឺយើងត្រូវស្វែងយល់ពីខ្លួនឯងសិនតែយើងស្រឡាញ់អីគេយើងខ្លាំងអីគេយើងចូលចិត្តអីគេយើងចូលចិត្តធ្វើអីគេឧទាហរណ៍ថាបើសិនតែអ្នកខ្លះគាត់ចូលចិត្តគូគំនូអញ្ចឹងគឺគាត់ផ្ដោតលើការគូគំនូទៅពេលចូលសាកលវិទ្យាល័យគាត់រៀនខាងគំនូទៅអ្នកខ្លះទៀតគាត់ចូលចិត្តខាងគេខាងលក្ខណៈថាស្រាវជ្រាវក៏ដូចជាខាងធ្វើអីដូចជាធ្វើលក្ខណៈថាគណិតវិទ្យាផ្សេងៗណាអញ្ចឹងគាត់ចាប់ខាងគ្រូបង្រៀននេះជាដើមទៅយើងជ្រើសរើសជំនាញផ្ដោតទៅលើជំនាញដែលយើងស្រឡាញ់យើងចូលចិត្តយើងគិតថាយើងអាចធ្វើវាជាមួយវារហូតដល់ថ្ងៃអនាគតយើងណាដោយសារតែយើងរើសជំនាញមួយគឺមិនរើសឲ្យចប់ទេគឺយើងសម្រេចចិត្តចូលឈានចូលសកលហើយចាប់ជំនាញកខហើយគឺយើងរស់នៅជាមួយវារហូតហើយតែបើសិនតែយើងលក្ខណៈថាចាប់ជំនាញចូលជំនាញកតែយើងទៅធ្វើជំនាញខអាហ្នឹងលក្ខខណ្ឌផ្សេងទៀតត្រូវហ្នឹងយើងនិយាយផ្សេងទៀតអញ្ចឹងយើងនិយាយទៅលើខ្លួនយើងស្រឡាញ់ជំនាញណាយើងចាប់ជំនាញហ្នឹងទៅគឺត្រូវហើយអូខេអញ្ចឹងដូចគាត់បាននិយាយអញ្ចឹងមានន័យថាវាមិនប្រកាសថាយើងរៀនជំនាញកហើយទៅធ្វើជំនាញកហ្នឹងវាខ្លះអាចទៅធ្វើជំនាញខដែរដូចជាខ្ញុំរៀន marketing តែខ្ញុំទៅធ្វើ sale អញ្ចឹងវាមិនអាច link គ្នាទាំងអស់ទេប៉ុន្តែគាត់ថាវាជាអីដែលយើងរៀនទៅសុបាយចិត្តដែរហើយវាតាក់ទងគ្នាខ្លះដែរអញ្ចឹងណាដែលយើងអាចធ្វើវាបានអញ្ចឹងចូលទៅកាន់ brand វិញតើគាត់មាន suggestion អីទៅកាន់បងប្អូនដែរហ្នឹងហើយនៅកូនគាត់និយាយមិញត្រូវហើយចង់និយាយថាយើងចាប់ជំនាញគឺយើងរើសជំនាញណាគឺយើងត្រូវរស់នៅជាមួយជំនាញហ្នឹងយើងត្រូវប្រើការពេញមួយជីវិតអញ្ចឹងហើយវាជាស្អីមួយដែលយើងត្រូវគិតព្រោះមិនមែនសម្រាប់តែយើងរៀនឲ្យតែចប់ទៅចប់ហើយយើងអត់ចេះអីអាហ្នឹងក៏អត់កើតដែរវាចូលដល់សកលមានន័យថាយើងរៀនយកជំនាញកាលនៅវិទ្យាល័យអនុវិទ្យាល័យអីអាហ្នឹងយើងរៀនយកចំណេះតែដល់ពេលចូលដល់សកលគឺយើងរៀនយកជំនាញមានន័យថា
យកជំនាញហ្នឹងយកទៅប្រើការនៅក្នុងជីវិតជាក់ស្ដែងរបស់យើងអាចជាប្រកបរបររកស៊ីឬក៏យើងធ្វើការងារអីផ្សេងអញ្ចឹងជំនាញហ្នឹងវាសំខាន់តែក៏មិនប្រកាសថារៀនទៅវាបានធ្វើជាមួយនឹងជំនាញហ្នឹងដែរដូចខ្ញុំហ្នឹងខ្ញុំរៀន design ប៉ុន្តែខ្ញុំក៏មិនទៅធ្វើ design ដែរប៉ុន្តែសម្រាប់ពាក្យផ្ដាំផ្ញើរបស់ខ្ញុំទៅបងប្អូនដែលត្រៀមនឹងមកសាកលហ្នឹងគឺយើងត្រូវត្រៀមទៅលើអីខ្លះអញ្ចឹងគឺយើងត្រូវត្រៀមទី1ចិត្តស្រឡាញ់ដូចកូននិយាយអញ្ចឹងគឺសម្រាប់រើសជំនាញគឺយើងមើលទៅលើចិត្តយើងថាស្រឡាញ់ជំនាញអីប៉ុន្តែបញ្ហាថាពេលខ្លះយើងអត់ដឹងថាខ្លួនយើងស្រឡាញ់អីទេណាតែចឹងហើយគឺយើងត្រូវស្វែងយល់ពីចិត្តខ្លួនឯងហើយម្យ៉ាងទៀតយើងមើលទៅលើសង្គមជាក់ស្ដែងមានអ្នកនិយាយច្រើនពាក់ព័ន្ធនឹងទីផ្សារឬក៏អីហ្នឹងយើងទៅមើលទីផ្សារមើលអីអញ្ចឹងមុនដំបូងគឺយើងត្រូវមើលចិត្តខ្លួនឯងហើយមើលទៅលើទីផ្សារបច្ចុប្បន្នដែលគេត្រូវការជំនាញអីត្រូវការធនធានមនុស្សផ្នែកខាងអីព្រោះឥឡូវវា rich skill អ្នកចេះដឹងក៏ច្រើនការងារក៏ច្រើនប៉ុន្តែសំខាន់គឺយើងមើលខ្លួនឯងថាតើយើងស័ក្តិសមមួយជំនាញមួយណាបើយើងចូលចិត្តខាង architect គឺយើងទៅ architect ទៅចូលចិត្តខាងធ្វើការងារផ្សេងគឺយើងទៅរៀនជំនាញហ្នឹងទៅប៉ុន្តែអ្វីដែលសំខាន់ជាងនឹងទៅទៀតនោះគឺយើងត្រូវប្រកបចិត្តថានៅពេលដែលយើងរើសជំនាញមួយហើយយើងត្រូវខំប្រឹងឲ្យអស់ពីលទ្ធភាពរៀនយកជំនាញយកមកប្រើការឲ្យកើតនៅក្នុងជីវិតយើងវាធ្វើម៉េចជំនាញហ្នឹងចិញ្ចឹមយើងឲ្យបានណាកុំឲ្យយើងចំណាយពេលវេលាចំណាយលុយកាក់យើងទៅរៀនជំនាញមួយដែលយើងអត់ស្រឡាញ់ហើយយើងអត់មានទំនួលខុសត្រូវលើវាអញ្ចឹងបញ្ចប់ទៅ4ឆ្នាំនៅសាកលវិទ្យាល័យហ្នឹងមានន័យថាទទេចាស់ហើយយើងអត់មាន skill អីក្នុងខ្លួនទេអញ្ចឹងហើយយើងរៀនយកចំណេះយកជំនាញយកទៅប្រើការឲ្យកើតហ្នឹងហើយអញ្ចឹងការចូលរួមរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាអូខេអ្នកគ្នាឥឡូវគឺការចែកម្លែកឲ្យពួកយើងវីដេអូហ្នឹងប្រហែលជាអាចចប់ហើយវីដេអូក្រោយៗទៀតគឺពួកខ្ញុំនឹងធ្វើជំនាញ detail សម្រាប់អ្នកគ្នាក្នុងការជ្រើសជំនាញឧទាហរណ៍បើអ្នកគ្នារៀន design នឹងអាចនឹងជួបគោហើយបើសិនជាខាងmass I don't know អញ្ចឹងប្រហែលជាជួបគាត់ធួលផ្សេងអញ្ចឹងខ្ញុំដូចអ្នកគ្នាដឹងហើយគឺចំណេញ marketing ខ្ញុំនឹងនិយាយទៅលើវាដែរក្នុងវីដេអូដើម្បី detail សម្រាប់អ្នកគ្នាក្នុងការស្ដាប់ហើយពិចារណាតើគួររៀនអាហ្នឹងអត់ហើយបើអត់មានអាហ្នឹងទេយើងអាចជ្រើសអាផ្សេងបានអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេជំរាបលាជួបគ្នានៅវីដេអូក្រោយ